យើងត្រូវស្គាល់ពីគាត់សិនចាកូនអត់ស្ដាប់ប្រកបគឺប៉ិតណាស់ប៉ុន្តែឥឡូវបងប្អូននៅពេលដែលបងប្អូនគាត់សួរមកឥឡូវនេះខ្ញុំចង់ប្រាប់ហើយក៏សូមណែនាំបងប្អូនដែរថាបងប្អូនគួរតែចាឆែកពួកគាត់នៅក្នុងគ្រួសារណាចាប៉ុន្តែចំពោះផ្នែកខាងបរោះដែលជាស្វាមីរបស់យើងជាប្តីហ្នឹងគឺគាត់ភាគច្រើនគឺគាត់អត់សូវបានចាប់អារម្មណ៍នឹងអីគេហៅថាហុងស៊ុយអីអញ្ចឹងណាប៉ុន្តែចំពោះអតិថិជនបងប្អូននារីដែលជាភរិយាយើងត្រូវតែស្វែងយល់អំពីកូនយើងហើយកំហុសទាំងអស់ក៏យើងមិនអាចដាក់ទៅលើគាត់ទាំងស្រុងដែរអញ្ចឹងណាអញ្ចឹងយើងត្រូវស្គាល់ពួកគាត់សិនទោះបីជាស្វាមីយើងក៏ដោយយើងរស់នៅជាមួយ10 20ឆ្នាំក៏ដោយក៏យើងត្រូវតែស្គាល់ពីគាត់ដែរអញ្ចឹងបានខ្ញុំប្រាប់ថាយើងត្រូវតែបែបគិតបែបហុងស៊ុយរស់នៅបែបហុងស៊ុយហើយនឹងស្គាល់ខ្លួនឯងជាណាដើម្បីយើងអភិវឌ្ឍខ្លួននៅក្នុងគ្រួសារយើងណាទី1គឺយើងត្រូវឆែកស្គាល់ពីគាត់ហើយនៅពេលដែលយើងឆែកហើយយើងត្រូវប្រាប់គាត់ទី1ទី2ទី3ទី4ចានេះគឺជាជីវិតកូនទៅថ្ងៃមុខបើសិនណាជាអត់ពីម៉ែទៅឥឡូវនេះគឺម៉ែមានលទ្ធភាពម៉ែប្រាប់កូនឲ្យហើយនេះក៏ជាបណ្ដាំមួយហើយឲ្យគាត់ស្គាល់ពីខ្លួនឯងចាហើយកុំតម្រើសគាត់ចាយើងកុំតម្រើសគាត់ហើយដើម្បីឲ្យកូនហ្នឹងដាក់បង្គាប់យើងគាត់ត្រូវការអីមិនមែនយើងអត់ត្រូវការក៏ត្រូវតែឲ្យទេចាគឺយើងត្រូវការយើងឲ្យមែនប៉ុន្តែយើងត្រូវប្រាប់គាត់ថានេះគឺជាកម្លាំងកូនអាយុប្រហែលហើយគឺកូនត្រូវតែគិតអំពីបញ្ហារកចំណូលឲ្យគ្រួសារហើយចំពោះយើងដែលជាម្ដាយឬមួយក៏ជាឪពុកកុំសន្យាចាកុំសន្យាអីឲ្យសោះមានតួខ្លួនខ្លះក្រោយពីឆែកហើយលុយពេញដៃតែសន្យាហើយគឺធ្វើអត់បាននោះគឺជាការចងចាំរបស់ក្មេងថាយើងជាឪពុកជាម្ដាយសន្យាហើយអត់ធ្វើអាហ្នឹងគឺជាដំណោះស្រាយដែលមេដាទាំងអស់ចាត្រូវតែយល់ដឹងចា